ញ្ញាធរខេត្តសៀមរាបលើកឡើងថាវិស័យអប់រំជាវិស័យអាទិភាពចម្បងលើគ្រប់វិស័យដទៃទៀតក្នុងការអភិវឌ្ឍធនធានមនុស្សអភិវឌ្ឍមូលដ្ឋានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សានិងបានសរសើរជូនដល់សិស្សឆ្នើមរបស់សាលាអន្តរជាតិខេមក្រុងរនត្អែកឌីយ៉ូសែននៅថ្ងៃទី27ខែតុលាឆ្នាំ2025លោកឌីរ៉ាដូអភិបាលរងខេត្តសៀមរាបបានលើកឡើងថាវិស័យអប់រំជាវិស័យអាទិភាពចម្បងលើគ្រប់វិស័យដទៃទៀតក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីអភិវឌ្ឍមូលដ្ឋានហើយចំណេះដឹងនេះមានសារៈសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូបលោកឌីរ៉ាដូមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាពនិងមានគុណធម៌ល្អប្រពៃដើម្បីឆ្លើយតបទៅនឹងសំណុំពរនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកសាងកម្ពុជាឲ្យក្លាយជាប្រទេសរីកចម្រើនជឿនលឿនឈរលើឆាកជាតិនិងអន្តរជាតិលោកអភិបាលរងខេត្តបានជំរុញឲ្យនាយកសាលានិងលោកគ្រូអ្នកគ្រូបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នៅគោលនយោបាយនិងកំណែទម្រង់នានាដែលបានដាក់ចេញដោយក្រសួងអប់រំជាពិសេសស្តង់ដារសាលាគំរូនិងបន្តផ្ដោតលើការកែលម្អទម្រង់គុណភាពបង្រៀននិងបណ្ដុះសីលធម៌ដល់សិស្សដើម្បីធានាថាការអប់រំគឺមានទាំងចំណេះដឹងទាំងចរិយាសម្បត្តិហើយត្រូវធានាថាសាលារៀនមានបរិស្ថានស្អាតបៃតងនិងមានអនាម័យល្អព្រមទាំងផ្ដល់ការការពារសុវត្ថិភាពខ្ពស់ដល់សិស្សានុសិស្សលោកម៉ាន់សុភីនាយកសាលាអន្តរជាតិខេមខេត្តសៀមរាបបានបង្ហាញថាសាលាអន្តរជាតិខេមត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍នៃគុណភាពវិជ្ជាការអភិវឌ្ឍសិស្សជាស្រុងនិងការចូលរួមជាមួយសហគមន៍ដែលមានភាពថ្កុំថ្កើងបែបគ្រួសារមានភាពចូលរួមនិងបង្កើតឱកាសឲ្យសិស្សទទួលបានការរីកចម្រើនទាំងផ្នែកបញ្ញាសង្គមនិងអារម្មណ៍ហើយគ្រូបង្រៀននិងបុគ្គលិកសាលាទាំងអស់ត្រូវបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការអភិវឌ្ឍសមត្ថភាពបន្តដើម្បីធានាថាការបង្រៀនមានគុណភាពប្រសិទ្ធភាពនិងស្របតាមស្តង់ដារអន្តរជាតិលោកបានឲ្យដឹងថាសាលាក៏បានផ្ដល់អាហារូបករណ៍សម្រាប់គ្រួសារក្រីក្រដើម្បីជួយឲ្យកុមារទាំងអស់មានឱកាសសិក្សាស្មើភាពគ្នាគ្មានការរើសអើងសម្រាប់សិស្សដែលមកពីគ្រួសារមានស្ថានភាពសេដ្ឋកិច្ចទាបគឺសាលាផ្ដល់ឱកាសសិក្សាឥតគិតថ្លៃឬបញ្ចុះតម្លៃថ្នាក់សិក្សាគាំទ្រផ្នែកសម្ភារៈសិក្សានិងសម្លៀកបំពាក់សាលាដើម្បីឱកាសអភិវឌ្ឍសមត្ថភាពនិងចូលរួមសកម្មភាពសាលាដើម្បីបង្កើតឱកាសអប់រំស្មើភាពសម្រាប់កុមារ